អ្នកស្ដាប់ឲ្យសម្រាប់នឹងគឺបានសំនៅការចម្រើនកម្មដ្ឋានមកលោកគ្រូកូនការលោកព្រានវិបស្សនាតែម្ដងលោកបានប្រាប់ថាសមាធិទោះបីថាដល់ឈានចុងក្រោយឈានទី8ក៏ដោយក៏នៅតែមិនទាន់ទៅដល់ទីជម្រៅនៃចិត្តវានៅតែចិត្តមិនទាន់មានលក្ខណៈចិត្តបរិសុទ្ធពេញលេញ 100% ជាមានឋានៈសតិប្បដ្ឋានប៉ុន្តែតាមគ្រូបុត្រសវង្សដែលខ្ញុំមុនហ្នឹងគឺលោកថាមិនចាំបាច់សមាធិវិបស្សនាកើតពេលស្ដាប់ធម៌សតិរលឹកគ្រប់ខណៈការសម្ដែងរបស់គ្រូអង្កាការបដិបត្តិអាបានសិក្សាយ៉ាងម៉ត់ចត់ណាពូមកបានព្យាយាមខ្លាំងៗណាពូព្យាយាមហើយបិទថាវគ្គ90ថ្ងៃគាត់មិនតាន់បើកនៅស្រុកខ្មែរតែអាត្មាយកខ្សែអាត់60ថ្ងៃហ្នឹងអាត្មាព្យាយាមបដិបត្តិរហូតដល់ទៅ90ថ្ងៃតែស្ថិតនៅក្នុងវគ្គ60ថ្ងៃទេពូអាត្មាវឹកហាត់90ថ្ងៃហ្នឹងរហូតដល់3លើកពូអាត្មាព្យាយាមខ្លាំងយើងទៀងទាត់ក្នុងពាក្យថាកថាពាក្យរបស់ព្រះអរហន្តនេះញោមលោកសម្ដែងថាសតិប្បដ្ឋាន4វាចែកជា2វាមានសមថយានិកហើយនិងវិបស្សនាយានិកលោកសម្ដែងថាកាយានុបស្សនាសតិប្បដ្ឋាននិងវេទនានុបស្សនាសតិប្បដ្ឋានជាផ្លូវបរិសុទ្ធសម្រាប់វេនយសត្វដែលជាសមថយានិកលោកសម្ដែងពាក្យរបស់ព្រះអរហន្តណាញោមពូអញ្ចឹងកាយនិងវេទនាដូចអាត្មាបរិញ្ញានឹងផ្លូវកាយឬអនការវេទនានឹងជាសមថយានិកហើយពោគឺត្រូវការសមថជំនួយគឺសមថហ្នឹងជាសមាធិបែបចិត្តស្ងប់ជាខណ្ឌកសមាធិឬឧបចារសមាធិហើយយើងចាប់ដើមចូលវិបស្សនាតែម្ដងនឹងខ្ញុំចែកឲ្យនឹងច្បាស់ខ្ញុំអត់ខុសពាក្យគ្រូអាចារ្យដែលបរៀនស្រុកខ្មែរទាំងគ្រូនៅបរទេសហើយទាំងពាក្យអត្ថកថានឹងបីដកខ្ញុំចែកច្បាស់ទៅបានខ្ញុំអត់ដឹងឃើញបុគ្គលណាខុសពោសាធុហើយតេតទៅនឹងគម្ពីររបស់ព្រះអរហន្តមួយទៀតលោកសម្ដែងថាអត្ថកថាទាំងបីដកទាំងពាក្យពុទ្ធដីកាតែម្ដងលោកសម្ដែងដូចគ្នាញោមពោលោកសម្ដែងថាចត្តានុបស្សនាសតិប្បដ្ឋានជាផ្លូវបរិសុទ្ធសម្រាប់វេនយសត្វដែលជាវិបស្សនាយានិកពោអញ្ចឹងដូចជាបុគ្គលដែលរៀនកំណត់ដឹងចិត្តនៅក្នុងចិត្តដោយគ្រូកែបណ្ឌិតគាត់សម្ដែងហ្នឹងគាត់សម្ដៅយកបុគ្គលដែលចិត្តតានុបស្សនាសតិប្បដ្ឋានពោហើយធម្មានុបស្សនាសតិប្បដ្ឋានក៏ដូចគ្នាដែរពោដូច្នេះហើយគាត់សម្ដែងនឹងតាមពជាស្រ័យរបស់គាត់គឺបែបចិត្តតានិងធម្មានុបស្សនាសតិប្បដ្ឋានសម្រាប់វិបស្សនាយានិកវិបស្សនាយានិកអត់ចាំបាច់សមថៈជាបានទេពោប៉ុន្តែសមថៈវាគង់នឹងមានពេលដែលវិបស្សនានឹងមានកម្លាំងខ្លាំងវាមកជាមួយគ្នាពោចឹងបានហេតុអីបានអ្នកស្ដាប់ធម៌ពីដើមពេលដែលធម៌ចាប់ដើមមូលចេញមកសមាធិក៏វាជាខណ្ឌកគណៈនៅក្នុងធម៌វិបស្សនាក៏កើតឡើងប្រកបពោប្រកើតឡើងប្រកបដោយចិត្តមិនចាំបាច់ស្ងប់ខ្លាំងទេគណៈហ្នឹងវិបស្សនាក៏កើតក៏កំណត់ដឹងចិត្តនឹងធម៌បានហើយក៏ទៅជារិយបុគ្គលចឹងការសម្ដែងរបស់លោកទាំងអស់អត់ខុសទេញោមណាពោសាធុហើយអាត្មាក៏ពេញចិត្តព្រោះអាត្មារៀនទាំងអស់ពោអាត្មារៀនទាំងគាត់អាត្មារៀនទាំងគ្រូសមមន្ទឿនអាត្មារៀនមុនគេបន្ទាប់មកអាត្មារៀនតាមគ្រូបុត្រសវង្សបន្ទាប់មកអាត្មារៀនតាមគ្រូសុផាតបន្ទាប់មកអាត្មារៀនតាមគ្រូសាមតិជាមុនគ្រូបុត្រសវង្សពោសាមតិជាគ្រូបុត្រសវង្សគ្រូសុផាតអាត្មារៀនតាមគ្រូអមរយាអាត្មារៀនតាមគ្រូព្រះបឋមពោរៀនតាមគ្រូកែវវិមុតអាត្មារៀនតាមគ្រូច័ន្ទកុងអាត្មារៀនតាមគ្រូតុនមិនសាយអាត្មារៀនតាមគ្រូអមរាទេវីនិងអ្នកគ្រូប៉ៅសមាលីដែលមាននៅក្នុង YouTube ពោអាត្មាផ្ទៀងផ្ទាត់ក្នុង3ដកថាកថាទៀតពោអាត្មាភាពបានផ្ទៀងផ្ទាត់ក្នុង3ដកថាកថាទៀតអាត្មាបានឃើញច្បាស់ថាធម៌ពួកគាត់សម្ដែងខុសទេពោគ្រាន់តែតាមជាស្រ័យញោមណាយើងចែកជា2កាយានុបស្សនានិងវេទនានុបស្សនាសារមសមថយានិកគឺត្រូវការប្រមូលផ្ដុំនេះជាក្រុមហើយអង្គុយលក្ខណៈបែបមានគ្រូបង្រៀនស្ងប់ពោឯចិត្តតានុបស្សនាធម្មានុបស្សនាគណៈណាក៏អាចបានដែរពោមានហើយញោមមានអរិយបុគ្គលនៅស្រុកខ្មែរយើងគឺលោកបានទៅដល់ហើយបស្សនាគណៈណាក៏អាចបានដែរពោមានហើយញោមមានអរិយបុគ្គលនៅស្រុកខ្មែរយើងគឺលោកបានទៅដល់ហើយអាត្មាក៏បានដឹងច្បាស់ដែរផ្លូវហ្នឹងពោដឹងថាការបប្រតិបត្តិដោយមិនចាំបាច់អង្គុយសមាធិហ្នឹងគឺវិបស្សនាមានតែម្ដងពោពេលដើរហ្នឹងពោដើរហ្នឹងឃើញដើមឈើកាលុតតែម្ដងហើយឃើញសភាវៈអាកាសលំហដែលយើងមើលថាជាលំហហ្នឹងទាំងលោកមិនបាច់គិតដល់សមាធិចូលសមថៈអីទេគឺសម្លឹងមើលអាកាសហ្នឹងគឺមានសភាវៈអាកាសរលត់តែម្ដង
នឹងអរិយបុគ្គលពោពិសោធន៍តាបានពិសកតិដែលលោកបានទៅដល់ណាពោសត្វទុករៀនទៅយើងយកគ្រូជាធំបានព្រះអង្គសម្ដែងនៅក្នុងសូត្រមួយព្រះអង្គសម្ដែងអំពីតកតងនឹងបើសិនជាមានគ្រូណាអាចារ្យណាគេសម្ដែងជាអ្នកត្រួតត្រងជាអ្នកចេះដឹងព្រះអង្គអត់ឲ្យយកជាធំទេពោទោះបីជាគេថាគេធ្លាប់រៀនសូត្របប្រតិបត្តិជាមួយព្រះពុទ្ធនៅក្បែរព្រះពុទ្ធក៏ព្រះអង្គមិនឲ្យយកគ្រូជាធំដែរព្រះអង្គឲ្យយកឲ្យផ្ទៀងផ្ទាត់គ្រូនឹងហើយកុំបដិសេធគ្រូនឹងពោនឹងព្រះអង្គសម្ដែងណាពោហើយយើងចាំបាច់យកពាក្យគ្រូនឹងមកផ្ទៀងផ្ទាត់នៅក្នុងព្រះពុទ្ធដីកាហើយនឹងអត្ថកថាបើមានចាំឲ្យយើងកាន់យកគឺក្នុងប្រសូតហើយនឹងព្រះវិន័យព្រះអង្គឲ្យផ្ទៀងមើលអញ្ចឹងពោនឹងអត្ថកថានឹងព្រះពុទ្ធដីកាពោហើយអាត្មាចង់ប្រាប់ញោមថាបច្ចុប្បន្ននេះមានខ្មែរយើងលោកយើងមួយអង្គជាកុហកពុនដបងលោកជាកុហកទេលោកបានជាប្រសោតតាបានដល់ថ្នាក់ស្ដាប់នឹងឯងពោហើយនៃយបុគ្គលព្រះអង្គសម្ដែងថាព្យាយាមច្រើនហ្នឹងបុគ្គលការជោគទី3នៃយបុគ្គលពោបុគ្គលហ្នឹងត្រូវព្យាយាមខ្លាំងពោព្យាយាមខ្លាំងហ្នឹងមិនមែនព្រះអង្គមិនបានថាព្យាយាមខ្លាំងហ្នឹងអង្គុយស្ដាប់អត់អាចត្រាស់ដឹងទេពោព្រះអង្គសម្ដែងថាព្យាយាមខ្លាំងហ្នឹងយើងព្យាយាមបែបណាឲ្យតែមានការស្ដាប់ជាមួយនឹងសមាធិចឹងមានពិសោធន៍តាមបានមួយអង្គអាបានជួបហើយពោអាក៏បានសន្ទនាជាមួយលោកហើយបច្ចុប្បន្ននេះលោកជារិយបុគ្គលថ្នាក់មគ្គទី2គឺសកតិគិមីពោហើយអាក៏មិនសង្ស័យពីលោកដែរព្រោះលោកច្បាស់លាស់ហើយពោហើយបច្ចុប្បន្ននេះលោកដើរទៅណាមកណាអរិយាបថរបស់លោកគឺឃើញសង្ខារធម៌កាត់លុតគ្រប់ទីកន្លែងតែម្ដងហើយលោកអាចចូលឈានបានទាំងឈានទាំងលោកមិនចាំបាច់ឈានវិបស្សនាលោកមានជានិច្ចគ្រប់អរិយាបថណាញោមហើយលោកបានរៀបរាប់ប្រាប្រវត្តិរបស់អាត្មាភេយពីអតីតមកលោកស្ដាប់ធម៌លោកគ្រូកាយវិមុតពោថ្នាក់ស្ដាប់នឹងឯងញោមពោលោកអង្គុយស្ដាប់ចាក់មញេសម័យកាលនឹងចាក់មញេទេលោកចាក់កាសែតយូរដែរហើយពោលោកចាក់កាសែតស្ដាប់លើផ្ទះលោកស្ដាប់ទៅលោកស្ដាប់បដាលោកបិទភ្នែកស្ដាប់បដាលោកក៏ណិតដឹងជាមួយនឹងសំឡេងជាមួយនឹងទ្វារទាំង6ហ្នឹងហើយប៉ុន្តែលោកអង្គុយស្ដាប់មកកាសែតនឹងឯងពោបត់ជើងពេលភ្នែនសយងជើងអត់ដឹងទេប៉ុន្តែដឹងថាលោកអង្គុយស្ដាប់ហើយលោកផ្ទៀងហើយលោកកំណត់ដឹងតាមស្តិរបស់លោកតាមតនលោកពិនិត្យតាមពាក្យនីមួយគ្រូកែមុតសំដែងហើយលោកកំណត់ដឹងចាប់ដើមយកសមាធិជាខណ្ឌកៈពោខណៈជាមួយនឹងការស្ដាប់ហ្នឹងលោកផ្ទៀងផ្ទាត់តាមលោកប្រកាសជាផ្សោតតាបានលោកច្បាស់ថាអូនេះជារិយមគ្គតាលោកច្បាស់តែម្ដងពោហើយក្រោយពីអាត្មាបានជួបលោកបានរៀបរាប់ប្រាប់ប្រវត្តិអាត្មាភាពមកអាត្មាភាពបានសន្ទនាជាមួយលោកច្រើនទៀតបានថ្ងៃដែលអាត្មាជួបលោកប្រហែលជាកន្លះឆ្នាំមុនណាពោតែថ្មីនេះទេពោប្រហែលជា6 7ខែមុនថាកន្លះឆ្នាំជាងចុះទី1អាត្មាឲ្យលោកបណ្ឌិតមើលប្រវាំងទី2អាត្មាឲ្យបណ្ឌិតលោកបណ្ឌិតមើលអង្គឈានទី3អាត្មាឲ្យលោកបណ្ឌិតមើលវិបស្សនាញាណទី4អាត្មាឲ្យលោកបណ្ឌិតមើលផលសមាបត្តិហើយលោកក៏ចាប់ផ្ដើមផ្ទៀងផ្ទាត់ទាំង4ហ្នឹងបានប្រហែលថ្ងៃលោកក៏បានទៅជាសកតិគិមីតែម្ដងពោអាត្មាជួបលោកបានប្រហែលជា2ខែកន្លះលោកបានសកតិគិមីលោកក៏ច្បាស់ថ្វាយអង្គមអាត្មាលោកថាលោកច្បាស់ហើយលោកក៏ទៅជារិយបុគ្គលថ្នាក់ទី2ហើយបច្ចុប្បន្ននេះលោកស្ថិតនៅក្នុងផលសមាបត្តិមគ្គទី2ពោនឹងជាប្រសង់យើងហ្នឹងពោសាធុកន្លែងនេះហើយដែលអាត្មាភាពហ៊ានអាងថាការស្ដាប់អាត្មាមិនអាចបដិសេធបានព្រោះអាត្មាមានសាក្សីឃើញហើយពោឃើញលោកបានទៅដល់ការស្ដាប់នឹងឯងដូច្នេះហើយការស្ដាប់វាមានចាស់របៀបញោមស្ដាប់ខ្លះស្ដាប់គ្រាន់តែឲ្យសបាយចូលរួមកម្មវិធីតែស្ដាប់ខ្លះមិនទេពោសំបីអាត្មាភាពសប្ងៃអាត្មាអង្គុយចម្រើនវិបស្សនាគឺអាត្មាស្ដាប់ដែរពោអាត្មាអង្គុយបដាអាត្មាបើកធរ Google ការបដាគឺស្ដាប់រហូតនឹងតែស្ទេកដឹងរហូតហើយពេលខ្លះទៀតអាត្មាអង្គុយស្ដាប់សុទ្ធតែម្ដងហើយពេលហ្នឹងសតិមានកម្លាំងណាស់ញោមតាមដានសាច់ធរគឺដើរស្ដាប់ក៏មានដែរពោហើយនឹងរាល់ថ្ងៃហ្នឹងធរគ្រូអគ្គបណ្ឌិតក្តីគ្រូសផាតធរគ្រូណាក៏ដោយអាត្មាបើកស្ដាប់រហូតហើយអាត្មាអង្គុយស្ដាប់គឺអត់ចោលទេពោហើយឃើញថាការស្ដាប់នេះចម្រើនខ្លាំងណាស់ហើយបញ្ញារបស់យើងមុតខ្លាំងណាស់ពេលដែលយើងទៅមើលអត្ថកថានឹង3ដកទៀតគឺយើងកាន់តែយល់ថាធម៌ព្រះអង្គជាធម៌មិនខ្លាំងខ្លាយពោហើយមិនមែនធម៌យកគ្រូណាមកពិធីពិសេសជាងគ្រូណាទេពោគឺធម៌របស់ព្រះពុទ្ធគឺមានតែ3ដកនឹងអត្ថកថាញោមមើលនឹងច្បាស់ទៅពោញោមយងចិត្តថ្លាលុះលុបចំពោះព្រះពុទ្ធហើយពោហើយយើងក៏មិនបានយកគ្រូណាធ្ងន់ក៏មិនបានបន្ទោសថាគ្រូណាខ្សោយឬក៏ខ្ពស់ទៀតដែរពោគឺយើងឲ្យតម្លៃពួកគាត់ស្មើគ្នាតាមបញ្ញារបស់ពួកគាត់ណាដែលមានជាស្រ័យផ្សេងគ្នាពោសត្វធុដូច្នេះហើយបើសិនជាពួកគាត់ពេញចិត្តនឹងការស្ដាប់យើងគ្រប់គ្រងគាត់ពោទោះបីជាគាត់មិនអាចតាមដឹងពិតប្រកបមែននោះមិនអាចឃើញអ្វីដែលយើងបានឃើញបច្ចុប្បន្នពិតមែនតែគាត់បានពូជត្រាស់ដឹងបែបស្ដាប់នៅទេវលោកតែ
ពេលដែលគាត់បដិសន្ធិនៅទេវលោកគាត់ជាទេហេតុកៈបុគ្គលពេលហ្នឹងពេលអរិយបុគ្គលនៅទេវលោកច្រើនណាស់ញោមដែលមិនតាន់ព្រះនិព្វានពួកលោកនោះសំដែងធម៌បែបពុទ្ធសាសនាបែបថ្នាក់ស្ដាប់ពួកគាត់នឹងបានជាអរិយបុគ្គលបានយ៉ាងប្រកបព្រោះដូច្នេះហើយយើងអាចគ្រប់គ្រងបានទាំងអស់ញោមណាតាមជាសាយរបស់សត្វលោកយើងមានចិត្តឧបេក្ខាកណ្ដាលយើងព្រមជួយសង្គ្រោះដែលសត្វមានឧបនិស្ស័យជាមួយយើងបើសត្វមានឧបនិស្ស័យនៅផ្នែកផ្សេងយើងក៏គ្រប់គ្រងឲ្យគេទៅផ្នែកផ្សេងហើយក៏សូមជូនពរឲ្យគេបានភ្លឺនៅបញ្ញាដែលគេយល់ឃើញត្រូវពោសត្វធុកសត្វមហាពុទ្ធរូបដែលយើងសន្មត់ដោយសមតិបញ្ញត្តិថាជាខ្លួនយើងហ្នឹងកាយរបស់យើងហ្នឹងញោមមើលអនុឡោមបឡោមមើលពីលើចុះក្រោមហ្នឹងបើសិនជាសង្ខារធម៌អ្វីកាត់ឡើងខ្ញុំបែកចេញទៅពីរឯងបើវានៅផ្នែកខាងក្រោមបើវាតឹងវាញ័រវាផុងវារីកវារួមវាកន្ត្រាក់វាណែនវាហាប់វារលាយវាស្រត់វាប៉ើងវាអណ្ដែតឡើងវាផ្ទុះអីហ្នឹងនឹងសុទ្ធតែជាសភាវៈរបស់សង្ខារធម៌គឺជារូបខ្ញុំបែកចែកច្បាស់អញ្ចឹងពោកុំឲ្យឃើញជើងញោមកុំឲ្យឃើញខ្លួនញោមពោហើយទី2បើសិនជានៅក្នុងអារម្មណ៍ក្នុងរូបហ្នឹងវាមានសេចក្តីសុខផ្លូវកាយនិងទុក្ខផ្លូវកាយវាប្រកបឡើងនឹងគឺជានាមធម៌យើងរៀនតែពីរនឹងបានទេពោរូបធាតុនិងអរូបធាតុពោរូបធាតុគឺមហាភូតរូបនិងឧបាទាយរូបឯអរូបធាតុគឺចិត្តនិងវេទនាញោមបាយរៀនអីច្រើនទេពោផ្លូវហ្នឹងហើយមានគេទៅដល់រិយបុគ្គលហើយ15ថ្ងៃពោនឹងដោយកម្លាំងនៃវិបស្សនាដ៏បរិសុទ្ធចំពោះធម៌របស់ព្រះអង្គដែលសម្ដែងឲ្យយើងប្រតិបត្តិនេះគឺត្រូវឃើញដោយញាណហើយនឹងបញ្ញាខណៈរបស់រូបធម៌ដែលជាធាតុមិនដឹងនិងលក្ខណៈរបស់នាមធម៌ដែលជាធាតុដឹងអញ្ចឹងខណៈនឹងវាមានតែធាតុដឹងនិងធាតុមិនដឹងវាមានតែរូបធម៌និងនាមធម៌មានសត្វបុគ្គលដែរមានយើងដែរខណៈនឹងមានសកាយតិទេដែរគឺអត់មាននឹងអញ្ចឹងហើយតើតែមកដឹងរូបធម៌និងនាមធម៌សិនបានអាចដឹងមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាសិនបានអាចទៅដឹងអរិយសច្ចៈទាំង4បានវាតតែយើងដឹងនៅរូបធម៌និងនាមធម៌លះបង់នៅសកាយតិដ្ឋិសិនបានយើងអាចដឹងថាមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាបានសិនបានយើងទៅដឹងអរិយសច្ចៈបានឃើញទេ